កាលពី115ឆ្នាំមុនមនុស្សស្រីក្នុងភូមិនេះនាំគ្នាដាក់ថ្នាំបំពុលសម្លាប់ប្តីចំពោះចំនួនមនុស្សស្លាប់គេសង្ស័យថាប្រហែលជា300នាក់មកម្ដងពីរឿងក្តីដែលនឹកស្មានមកដល់មួយនេះទាំងអស់គ្នារឿងនឹងបានកើតឡើងនៅក្នុងភូមិតូចមួយរបស់ប្រទេសហុងហ្គារីកាលពីរាប់រយឆ្នាំមុនក្តី100ឆ្នាំមុនក្តីការជាមនុស្សស្រីគឺពិបាកពិសេសបើមានជីវភាពក្រីក្រទៀតកាន់តែលំបាកខ្លាំងធំឡើងគឺត្រូវរៀបការជាមួយនឹងមនុស្សប្រុសដែលឪពុកម្ដាយជ្រើសរើសតើការហើយចង់សុកចង់ទុកក៏អត់អាចលែងលះបានគូច្បាប់ជំនាន់មុនគឺចឹងចង់ប្តីនឹងវាយចង់ប្តីនឹងធ្វើបាបក៏អត់មានសិទ្ធិលែងលះដែរចឹងហើយបង្កើតនៅក្នុងវណ្ណៈក្រីក្រគឺពិបាកមនុស្សស្រីដែលរស់នៅក្នុងភូមិប្រទេសហុងហ្គារីនឹងក៏ដូចគ្នារហូតដល់សង្គ្រាមលោកលើកទី1បរិសុទ្ធជាប្តីត្រូវបានជ្រើសរើសទៅច្បាប់ដល់ពេលប្តីយ៉ាប់ទៅបាត់អស់នារីដែលធ្លាប់ត្រូវប្តីធ្វើបាបពួកគេចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពមិនជាប់ត្រង់មិនត្រូវគេធ្វើបាបដូចមុនក៏ប៉ុន្តែអាពេលទៅច្បាំងហ្នឹងគេមិនឲ្យទៅច្បាំងរហូតណាបរិសុទ្ធជាប្តីក៏ត្រឡប់មកវិញរស់នៅដូចពីមុនវាយប្រពន្ធធ្វើបាបប្រពន្ធហើយក៏អត់មានអ្នកគេមកខ្វល់អើជាមួយដែរដល់យូរទៅក៏មានអ្នកខ្វល់នោះគឺមីងស៊ូស៊ីហ្នឹងគឺជាឈ្មោះគេហៅគាត់បាទខាងលើនេះវិញបានឈ្មោះគាត់មែនតើមីងស៊ូស៊ីគាត់ធ្វើការងារជាឆ្មបបង្កើតកូនទៅតែរើមកនៅភូមិហ្នឹងទេហើយមនុស្សស្រីដឹងស្រាប់ហើយមានរឿងអីគឺនិយាយប្រាប់គ្នាអស់មកប្តីខ្ញុំវាយប្តីខ្ញុំមានស្រី1 2 3 4អីចឹងតើហើយមីងស៊ូស៊ីហ្នឹងគាត់ថាចែឥឡូវហ្នឹងបើប្តីហ្នឹងយ៉ាប់គាត់មានវិធីជួយគាត់បានបង្រៀនមនុស្សស្រីជាប្រពន្ធហ្នឹងធ្វើថ្នាំពុលអាសេនិកគាត់មិនមែនឲ្យថ្នាំពុលទៅមនុស្សស្រីទាំងនោះឯណាបង្រៀនធ្វើមកហើយមនុស្សស្រីទាំងនោះក៏ចាប់ផ្ដើមដាក់ថ្នាំបំពុលសម្រាប់ប្តីខ្លួនឯងសំខាន់ចេះទៀតមីងស៊ូស៊ីហ្នឹងក៏មានបងប្អូនអ្នកធ្វើការខាងពិនិត្យសពស្លាប់ដោយសារអីបងប្អូនមីងស៊ូស៊ីហ្នឹងក៏ជួយលាក់បាំងនារីទាំងអស់នោះទៀតមនុស្សស្លាប់ដោយសារតែថ្នាំពុលអាសេនិកសោះតែបែរជាសរសេរថាស្លាប់ដោយសារតែកាំងបេះដូងស្លាប់ដោយសារតែជំងឺរោគគីពីតជាដើមហើយមនុស្សស្រីដែលរៀនចេះធ្វើថ្នាំពុលអាសេនិកហ្នឹងហើយមិនមែនដាក់ថ្នាំពុលហ្នឹងតែប្តីខ្លួនឯងទេអ្នកដែលពួកគេគិតថារៀបរៀងផ្លូវខ្លួននាំបន្ទុកដល់ខ្លួនសូម្បីតែកូនឪពុកម្ដាយចាស់ក៏ដាក់ថ្នាំបំពុលដែរចំពោះអ្នកចូលរួមក្នុងរឿងក្តីណាមានមនុស្សស្រី26នាក់ជាមួយមនុស្សប្រុស2នាក់ដល់ពេលអ្នកស្លាប់ដោយសារថ្នាំពុលវិញរកឃើញសាកសពចំនួន50នាក់ក៏ប៉ុន្តែគេសង្ស័យថាអាចមានដល់300នាក់ដោយសារគិតកម្មមួយនេះមានរយៈពេល18ឆ្នាំនិយាយទៅនារីក្នុងភូមិហ្នឹងណានាំគ្នាលាក់បាំងរឿងហ្នឹងមកបងប្អូនសាច់ញាតិប្តីដែលស្លាប់ទៅបាត់ដឹងរឿងហ្នឹងដែរតែអត់ហ៊ាននិយាយទេដោយសារខ្លាចតែខ្លួនឯងគឺជាអ្នកត្រូវថ្នាំពុលបន្ទាប់ហើយរឿងមួយហ្នឹងគេដឹងដោយសារតែនៅក្នុងឆ្នាំចុងក្រោយ1929មានអ្នកសរសេរសម្បត្តិប្រាប់រឿងគ្រប់យ៉ាងក្នុងភូមិហ្នឹងផ្ញើទៅអ្នកបោះពុម្ពកាសែតនៅស្រុកផ្សេងហើយអ្នកកាសែតក៏បានប្រាប់ប៉ូលីសឲ្យទៅស៊ើបអង្កេតក៏រកឃើញការពិតគ្រប់បែបយ៉ាងអ្នកខ្លះក៏កាត់ទោសប្រហារជីវិតអ្នកខ្លះក៏ជាប់គុកចំពោះមីងស៊ូស៊ីអ្នកផ្ដាំកំណត់វិញគាត់បានស្លាប់មុនពេលដែលតុលាការកាត់ក្តីនិយាយទៅសម្រាប់មនុស្សស្រីក្នុងភូមិមួយនេះអត់ដឹងថាគូនិយាយថាម៉េចគាត់គួរឲ្យអាណិតបានគាត់ត្រូវធ្វើបែបហ្នឹងគាត់សាហាវបានគាត់ត្រូវធ្វើបែបហ្នឹងចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ហើយគិតយ៉ាងណាដែរកុំភ្លេចខមមិននៅខាងខ